Telegram bot មួយដែល Telegram bot ហ្នឹងវាមានស្រាប់ប្រយោជន៍បាទសម្រាប់យើងអាចប្រាប់ OCO ដែលជាកម្មវិធីមួយដែលយើងស្រង់យកអក្សរជាពិសេសគឺអក្សរខ្មែរចេញពីរូបភាពបានអញ្ចឹងយើងចង់វាជាលំហាត់ដែលយើងដកស្រង់ចេញពីសៀវភៅពុំសម្រាប់យកទៅបរៀនសិស្សអីបើយើងកាត់បន្ថយរយៈពេលក្នុងការវាយអក្សរអញ្ចឹងយើងគ្រាន់តែ upload រូបភាពដែលយើងថតចេញពីសៀវភៅពុំចូលទៅគ្រាន់តែយើងថតឲ្យច្បាស់តិចទៅយើងអាចស្រង់យកអក្សរចេញពីរូបភាពទាំងនោះបានហើយវាស្គាល់អក្សរខ្មែរយើងច្រើនដែលវាមានការ error តែតិចតួចទេបាទអញ្ចឹងនេះគឺជាការអនុវត្តរបស់ខ្ញុំក្នុងការតេស្តវាមើលវាមានប្រសិទ្ធភាពល្អអញ្ចឹងយើងគ្រាន់តែ upload រូបភាពដែលយើងថតចូលទៅវានឹងដំណើរការហើយវានឹងបញ្ចេញជាអក្សរដែលវាស្រង់បានពីរូបភាពហ្នឹងវិញហើយយើងគ្រាន់តែ copy វាទៅយកទៅដាក់នៅក្នុង file Word ទៅវាជាការស្រេចហើយយើងកន្លែងដែលវា error ឬក៏វា load វាបាត់វាលើតិចតួចហ្នឹងយើងអាចបន្ថែមបន្ថយកែប្រែវាទៅហើយក៏វាចំណេញពេលជាងយើងអង្គុយវាយទាំងអស់ហ្នឹងដែរបាទសូមអរគុណ